នេះបងប្អូនសម្រាប់បងប្អូនដែលថាតែងតែលូថាស្មណាក្រុមហ៊ុនខ្មែរផលិតសូដាខ្លួនឯងឥឡូវនេះរបស់ក្រុមហ៊ុនវឌ្ឍនៈក៏ផលិតសូដាបងប្អូននេះហៅគ្រុតសូដាបងប្អូនត្រូវការប្រើប្រាស់ឲ្យមកទិញអំបានបងប្អូនយើងមិនចាំបាច់ពឹងទីលេខ2ទៀតទេបងប្អូនឥឡូវយើងមានសូដារបស់ខ្លួនឯងហើយជួយគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាបងប្អូនហើយខ្ញុំចង់ឃើញមិនមែនថាត្រឹមតែសូដាទេចង់ឃើញក្រុមហ៊ុនធំបែបនិយាយរំក្រុមហ៊ុនដែលផលិតភក់គ្រឿងកំប៉ុងភេសជ្ជៈអីនៅស្រុកខ្មែរឲ្យកាត់ងាកមកបដោតមកលើផលិតផលប្រើប្រាស់ក្នុងផ្ទះបាយព្រោះសងៃផលិតផលក្នុងផ្ទះបាយយើងមានច្រើនបងប្អូនប៉ុន្តែអត់ទាន់មានលក្ខណៈស្តង់ដារដែលអាចទទួលយកបានបងប្អូនចង់ឃើញក្រុមហ៊ុនធំព្រោះគាត់មានថវិកាហើយរោងចក្រគាត់ល្អឲ្យកាត់ងាកបដោតមកផលិតឧបករណ៍ប្រើប្រាស់ដែលចាំបាច់ច្រើនបងប្អូនផលិតនៅក្នុងប្រើប្រាស់ក្នុងផ្ទះបាយមិនថាប៊ីចេងមិនថាម្សៅស៊ុបមិនថាទឹកនេះយករំទៅឧបករណ៍ដែលថាប្រើចាំបាច់ពីជាងដែលកាត់បដោតទៅលើពួកភេសជ្ជៈពោកម្លាំងបងប្អូននិយាយរឿងភេសជ្ជៈពោកម្លាំងនេះចង់ឃើញក្រុមហ៊ុនធំយើងកាត់បន្ថយខ្លាំងបងប្អូនព្រោះឥឡូវវាចេញមកច្រើនដល់ពេលមកច្រើនចេះផលប៉ះពាល់គឺវាច្រើនតាមនឹងដែរបងប្អូនមិនថាជាពិសេសពួកក្មេងៗក្រោម10ជាង10ជិត20 16 17ចុះមកក្រោមនេះអ្នកខ្លះមិនតែបានធ្វើការធ្ងន់ផងផឹកទឹកពោកម្លាំងមកព្រឹកមកកំប៉ុងថ្ងៃមកកំប៉ុងល្ងាចមកកំប៉ុងអ្នកខ្លះ3 4កំប៉ុងវ័យដែលថាមិនវ័យដែលយើងត្រូវពោកម្លាំងទេបងប្អូនវ័យដែលថាយើងថែរក្សាសុខភាពព្រោះវ័យនេះវ័យបែបតែពេលទៅឈឺវាពិបាកជាងមនុស្សចាស់ទៀតព្រោះចាស់សុខភាពវាសឿមនឹងកាសធាតុសឿមនឹងរោគអស់ហើយបងប្អូនប៉ុន្តែក្មេងៗនេះបើថាឈឺគឺធ្ងន់បណ្ដោយព្រោះមិនមែនវ័យដែលថាត្រូវផឹកភេសជ្ជៈពោកម្លាំងដើម្បីឲ្យយើងមានកម្លាំងធ្វើការទេយើងអាចផឹកជាទឹកតិចឬមួយយើងអាចផឹកជាអ្វីផ្សេងក៏បានដែរមិនអាចចាំបដោតទៅលើពួកភេសជ្ជៈពោកម្លាំងទេបងប្អូនចូលចង់ឃើញបែបក្រុមហ៊ុនក៏បដោតងាកបដោតមកផលិតផលដែលថាប្រើប្រាស់ក្នុងផ្ទះបាយមិនថាខ្លាញ់ជាពិសេសចង់ឃើញខ្លាញ់របស់ខ្មែរយើងផលិតបងប្អូនព្រោះខ្មែរយើងមានចការដងប្រេងច្រើនបងប្អូនអើយតែពេលយើងនាំចេញចូលពីស្រុកគេមកតម្លៃវារៀងខ្ពស់បើយើងផលិតនៅក្នុងប្រទេសយើងបានហើយតម្លៃរៀងសមរម្យជាងស្រុកគេមិនតិចអត់ណាស់តម្លៃក្រោមពីគេ1000រៀលទៅ1500រៀលបងប្អូន1500រៀលល្អបដងព្រោះហ្នឹងគឺថាតាពាក្យខ្មែរជួយខ្មែរតែសូដានេះខ្ញុំគ្រប់គ្រងបងប្អូននេះក្រុមហ៊ុនគ្រុតក្រុមហ៊ុនវឌ្ឍនៈក៏ផលិតឈ្មោះថាគ្រុតសូដាបងប្អូនសូដានេះចាំបាច់ណាបងប្អូនប្រើបានគ្រប់ផលិតផលមិនថាភេសជ្ជៈអីយើងផ្សំនឹងសូដាបានច្រើនជាពិសេសផលសូដាល្អដាក់អំបិលលេជាមួយក្រូចឆ្មាបន្តិចទៅធ្វើយើងស្លាស់បងកហើយវាអត់មានជាតិផ្អែមឲ្យបំផ្លាញសុខភាពយើងទេបងប្អូនបើបានផឹកសូដារាល់ថ្ងៃល្អជាងផឹកពួកភេសជ្ជៈពោកម្លាំងបងប្អូនចង់ឃើញតែប៉ុណ្្នឹងឯងបងប្អូនហើយចង់ឃើញក្រុមហ៊ុនធំក៏បដោតមកផលិតផលិតផលឲ្យបានច្រើនហើយមានស្តង់ដារព្រោះរបស់ខ្មែរយើងមិនខ្វះទេរាល់ថ្ងៃច្រើនប៉ុន្តែមិនសូវមានស្តង់ដារលក្ខណៈផលិតឲ្យតែបានថាពាក្យថារបស់ខ្មែរទៅឲ្យមានស្តង់ដារសូវល្អអញ្ចឹងគុណភាពក៏តាមនឹងដែរតែបើថាក្រុមហ៊ុនធំក៏ចេញមកផលិតចេះសង្កេតមើលមិនថាក្រុមហ៊ុនធំក្រុមហ៊ុនយក្សនៅស្រុកខ្មែរយើងគិតថាផលិតអ្វីមួយក៏ចេញមកគឺស្តង់ដារល្អហើយតម្លៃគិតសមរម្យទៀតចង់ឃើញគិតផលិតអញ្ចឹងឯងបងប្អូន